រឿងអ្នកកំណាញ់ម្ដាយឪពុកតែងប្រាថ្នាប្រយោជន៍ឲ្យបុត្រធីតានៅក្នុងក្រុងពារាណសីមានសេដ្ឋីម្នាក់មានទ្រព្យសម្បត្តិ80កោដិជាមនុស្សមានសទ្ធាយ៉ាងស៊ុបសួនបានចំណាយទ្រព្យកសាងសាលាឆទាន6គឺក្បែរទ្វារនគរទាំង4ត្រង់កណ្ដាលនគរ1ក្បែរទ្វារនៃនិវេស1ហើយតែងតែបរិច្ចាគទ្រព្យ6សែនកហបណៈរាល់ថ្ងៃចែកចាយដល់ស្មោមយាចកសាមណៈព្រានអ្នកកំសត់ទុរគតគ្រប់រូបបុរសនោះឲ្យទានយ៉ាងនេះជារៀងរាល់ថ្ងៃហើយបានទូមានកូនរបស់ខ្លួនថាកូនអ្នកកុំលះបង់ចោលនៅទានជាវង្សត្រកូលរបស់អញនេះលុះស្លាប់ទៅក៏បានទៅកើតជាសកទេវរាជកូនសេដ្ឋីនោះបានបំពេញតាមវង្សត្រកូលជាអ្នកធ្វើទានតាមបិតានៅពេលស្លាប់ទៅបានទៅកើតជាចន្ទៈទេវបុត្រកូនសេដ្ឋីគឺជាកូនរបស់ចន្ទៈទេវបុត្របានប្រព្រឹត្តតាមវង្សត្រកូលរបស់បិតាគឺធ្វើទានពេលស្លាប់ទៅបានទៅកើតជាសុរិយទេវតាកូនសុរិយទេវបុត្របានធ្វើតាមលំនាំអំពីបិតាពីមុនធ្វើទានឲ្យទានដូចជីតាទូតជីតាដូចគ្នាពេលគាត់មរណកាលទៅបានទៅកើតជាមាលតីទេវបុត្រកូនមាលតីទេវបុត្របានធ្វើទានតាមលំអានវង្សត្រកូលនោះទៀតក៏បានទៅកើតជាបញ្ចសិក្ខទេវបុត្រប្លែកតែកូនរបស់បញ្ចសិក្ខទេវបុត្រឈ្មោះថាកោសយៈពេលឥតអំពីបិតាទៅបានទទួលតំណែងជាសេដ្ឋីមានទ្រព្យ80កោដិតែជាមនុស្សស្វិតស្វាញកំណាញ់ខ្លាំងណាស់ថ្ងៃមួយកោសយៈសេដ្ឋីគិតថាជីតាអញជីទួតអញជាមនុស្សពាលជាមនុស្សខ្ជះខ្ជាយចំណាយទ្រព្យតែខ្លួនខំរកបានមកឲ្យទៅជាទានដល់អ្នកដទៃអញនឹងរក្សាទុកទ្រព្យនេះឲ្យគង់វង្សមិនឲ្យទានដល់អ្នកណាឡើយលុះគិតដូច្នោះហើយក៏ឲ្យគេរុះរើសាលាឆទានយកមកដុតភ្លើងចោលអស់ជាមនុស្សមានសេចក្តីកំណាញ់ស្វិតស្វាញខ្លាំងណាស់បានប្រមូលទ្រព្យយកមកទុកមិនដែលចាយវាយអ្វីតតែសោះទាំងមិនឲ្យដល់កូនប្រពន្ធទាំងឡាយចាយវាយថែមទៀតផងកោសយៈសេដ្ឋីនោះបរិភោគតែបាយលាយកន្ទក់ដែលច្រពោកច្របល់ដោយទឹកបាយស្បៀកសម្លៀកបំពាក់មានសាច់ក្រាស់ដេកលើតែក្រែឆាត់ដែលគេធ្វើជា របៀបសន្លឹក ហើយក៏
vừa đầm nào tới na một ná tay té bò rút chà chà đã tâm đòi cô chà chà được nì sẽ thấy ạ sắp ở đó nút ban trọp tiang quần nó vị say đôi chì sky bàn đốn pro quát mình trai với trọpสำหรับខ្លួនឯងទេថ្ងៃមួយសេដ្ឋីនោះទៅគាល់ព្រះរាជាហើយបានចូលទៅហៅសេដ្ឋីបន្ទាប់ម្នាក់ឲ្យទៅជាមួយខណៈនោះសេដ្ឋីបន្ទាប់កំពុងតែបរិភោគបាយយ៉ាស់ដែលគេតាក់តែងជូនគាត់ដោយកំតិចស្ករក្រាមមានរសជាតិផ្អែមដែលលាយឡំដោយទឹកដោះខាប់និងទឹកដោះជូរកាលឃើញកោសយៈសេដ្ឋីមកដល់ក៏ក្រោកទទួលរាក់ទាក់និយាយថាបបិទ្ធលោកមហាសេដ្ឋីសូមលោកអញ្ជើញចូលមកអង្គុយនៅទីអាសនៈនេះសិនចុះហើយមកបរិភោគបាយយ៉ាស់ជាមួយខ្ញុំកោសយៈសេដ្ឋីគ្រាន់តែឃើញបាយយ៉ាស់ក៏ស្រក់ទឹកមាត់ចង់បរិភោគណាស់តែធ្វើម្ដេចសេចក្តីកំណាញ់ហាមចិត្តគាត់ឲ្យគិតឃើញថាប្រសិនបើអញបរិភោគក្នុងពេលនេះប្រហែលជាអញនឹងធ្វើទទួលគាត់នេះវិញជាមិនខាននៅពេលតែគាត់ទៅផ្ទះអញកាលបើយ៉ាងនេះរាប់អញនឹងវិនិច្ឆ័យដោយពិតណាស់ហើយកុំទៅបរិភោគល្អជាងលុះគិតដូច្នោះហើយក៏អង្គុយក្នុងទីនោះទោះជាសេដ្ឋីបន្ទាប់អង្វរឲ្យបរិភោគយ៉ាងណាក៏គាត់នៅតែពោលថាទេខ្ញុំទើបនឹងបរិភោគរួចអំបញ្ញមិញនេះឯងកាលសេដ្ឋីបន្ទាប់បរិភោគរួចហើយក៏បបួលគ្នាទៅគាល់ស្ដេចលុះត្រឡប់មកផ្ទះរៀងខ្លួនវិញទុកជាចំណងក្នុងបាយយ៉ាស់នោះគ្របដណ្ដប់យ៉ាងខ្លាំងក៏កោសយៈសេដ្ឋីទ្រាំណាស់មិនហ៊ានប្រាប់គេឯងខ្លាចអស់ទ្រព្យចំណងនោះក៏បណ្ដាលឲ្យកោសយៈសេដ្ឋីកើតជំងឺរោគលឿងទោះកើតជំងឺនេះយ៉ាងណាក៏ដោយក៏នៅតែមិនប្រាប់គេឯងដរាបដល់កម្លាំងពាក់លាំងក៏ចុះខ្សោយទៅជាលំដាប់ក៏ចូលទៅដេកសន្ធិនៅលើដំណេកប្រពន្ធចេះតែមកទទួលទទូចសួរគាត់ក៏ដាច់ចិត្តប្រាប់រឿងរាវទាំងនោះថាប្រពន្ធក៏ដឹងហើយក៏ពោលថាអ្នកជាមនុស្សក្រណាស់ឬខ្ញុំនឹងចាត់ចែងចម្អិនបាយយ៉ាស់ឲ្យល្មមដល់អ្នកនៅក្នុងក្រុងពារាណសីទាំងអស់កោសយៈសេដ្ឋីឮពាក្យនោះហើយក៏ហាក់ដូចជាគេយកដំបងមកសំពងចំក្បាលគាត់ទើបពោលប្រាប់ប្រពន្ធថាអញដឹងថាជានាងឯងកូនត្រូវកែហើយតែទ្រព្យនាំមកពីផ្ទះនាងឯងក៏មានចូលយកទ្រព្យនោះចែកចាយឲ្យចំអិនបាយយ៉ាស់ដល់អ្នកនគរទាំងឡាយចុះ
ប្រពន្ធបើដូច្នេះខ្ញុំចាប់អានឲ្យល្មមដល់ជនដែលនៅក្នុងផ្លូវជាមួយគ្នាបានដែរឬទេប្រយោជន៍អីដល់ជនទាំងនោះប្រពន្ធថាបើដូច្នោះខ្ញុំនឹងចំអិនដល់ជនចិត្តខាងគ្រប់5ពីផ្ទះរាប់អំពីផ្ទះយើងឲ្យល្មមដល់ជនជាបរិវារឲ្យល្មមដល់ជនជាញាតិក៏សេដ្ឋីមិនព្រមនាងប្រពន្ធពោលថាបើដូច្នោះខ្ញុំនឹងចំអិនឲ្យល្មមតែអ្នកនឹងខ្ញុំសេដ្ឋីថាលោតែចង់អ្វីដែរនាងមិនគួរបរិភោគទេនាងប្រពន្ធក៏ពោលថាខ្ញុំចំអិនឲ្យល្មមតែអ្នកសេដ្ឋីថាបើយ៉ាងនឹងបានតែនាងកុំចំអិនក្នុងទីនេះខ្លាចគេមកសុំចូលនាងយកអង្ករមួយទូកដៃទឹកដោះស្រស់មួយចិបស្ករក្រានប៉ុនម្រាមដៃសាប់ពេកបន្តិចទឹកមុំបន្តិចនិងអំបែងមួយយកមកឲ្យអញយកទៅចំអិននៅក្នុងព្រៃឯណោះទើបគ្មានអ្នកណាមកសុំហើយអញនឹងបានបរិភោគគ្រប់គ្រាន់នាងប្រពន្ធក៏ធ្វើតាមបង្គាប់កោសយៈសេដ្ឋីបានឲ្យខ្ញុំកំដរម្នាក់កាន់របស់របរទាំងអស់ចូលទៅក្នុងព្រៃហើយរៀបចំអិនចង្ក្រានក្បែរឈើមួយដើមនាឆ្នេរស្ទឹងទើបឲ្យខ្ញុំកំដរទៅរកអស់និងដងទឹកយកមកទុកឲ្យហើយបង្គាប់ថាចូលអ្នកឯងចាំមើលផ្លូវក្រែងមាននរណាគេមកចូលមកប្រាប់អញកុំខានហើយបង្កាត់ភ្លើងចំអិនបាយ័សខ្លួនឯងខណៈនោះសកទេវរាជរំពឹងរមិលមើលវងត្រកូលទៀនរបស់ខ្លួនបានដឹងរឿងរ៉ាវទាំងអស់ទើបទ្រង់ព្រះចិន្តាថាយីកោទយៈសេដ្ឋីកំណាញ់អ្វីក៏កំណាញ់ម្លេះបានទាំងផ្ដាច់បង់វងទៀនរបស់អញទៀតបើស្លាប់ទៅនឹងទៅកើតជានរកពិតប្រាកដដូច្នេះគួរអញទៅឲ្យអវាទឲ្យធ្វើបុណ្យទៀនទៅគូលុះគិតយ៉ាងនេះហើយក៏ទៅប្រាប់បុត្រជាកូនចៅឲ្យដឹងរឿងរ៉ាវនោះហើយប្រាប់ថាអញទៅមុនអ្នកឯងទាំងអស់គ្នាចូលទៅតាមលំដាប់លំដោយក្នុងពេលដែលអញអង្គុយសុំបាយ័សនោះប្រាប់រួចហើយក៏និមិត្តខ្លួនជាព្រានចូលទៅរកកោសយៈសេដ្ឋីសួរថាអ្នកក៏ចម្រើនផ្លូវណាទៅទីក្រុងពារាណសីកោសយៈសេដ្ឋីឆ្លើយថាអ្នកឈួតទេឬបានជាមិនស្គាល់ផ្លូវទៅក្រុងពារាណសីនោះផ្លូវអិនតព្រានធ្វើហាក់ដូចជាមិនឮហើយចូលទៅចិត្តសួរថាអ្នកនិយាយថាម៉េចលោកសេដ្ឋីលត់ថាណែព្រានប្លង់ចង្រៃអ្នកឯងមកខាងនេះធ្វើអីថានោះផ្លូវទៅក្រុងពារាណសីឥន្ទ្រព្រាហ្មណ៍និយាយថាអ្នកដោយចម្រើនហេតុអ្វីបានជាអ្នកស្រែកខ្លាំងម្លេះផ្សែងភ្លើងមានស្រាប់ហើយតើ
អ្នកត្រូវការចំអិនបាយយ៉ាហើយនិមន្តព្រានឲ្យមកឆាន់ក៏អញ្ជើញចំអិនចុះខ្ញុំនឹងបានចំណែកបន្តិចក្នុងពេលដែលព្រានទាំងឡាយឆាន់សេដ្ឋីគំរាមថាយើងអត់ត្រូវការនិមន្តព្រានណាមកឆាន់ទេចូលអ្នកឯងទៅទីនោះឲ្យឆាប់ឥន្ទ្រព្រាហ្មណ៍និយាយថាបើដូច្នេះខ្ញុំនឹងបានចំណែកបន្តិចក្នុងពេលដែលអ្នកបរិភោគសេដ្ឋីប្រាប់ថាសូម្បីតែបាយមួយគ្រាប់ក៏ខ្ញុំមិនឲ្យអ្នកឯងដែរព្រោះយើងចំអិនល្មមតែស៊ីម្នាក់ឯងឥន្ទ្រព្រាហ្មណ៍ឮពាក្យនោះហើយក៏ពោលគាថាបុគ្គលត្រូវតែឲ្យវត្ថុពីតិចទៅតិចពាក់កណ្ដាលពីពាក់កណ្ដាលច្រើនពីច្រើនការមិនឲ្យសោះមិនគួរទេមនាលកោសយៈហេតុនោះខ្ញុំមកប្រាប់ឲ្យអ្នកឯងឲ្យចេះឲ្យទានផងបរិភោគផងឡើងកាន់ផ្លូវដ៏ប្រសើរផងបុគ្គលស៊ីតែម្នាក់ឯងមិនបានសុខទេសេដ្ឋីឮពាក្យនោះក៏ពោលថាមនាលព្រានអ្នកពោលនេះត្រូវអ្នកនឹងបានចំណែកបន្តិចចូលអង្គុយចាំសិនចុះឥន្ទ្រព្រាហ្មណ៍ក៏ចូលអង្គុយចុះលំដាប់នោះចន្ទៈទេវបុត្រមកនិយាយតាមន័យនោះហើយពោលគាថាបុគ្គលណាបើភ្ញៀវអង្គុយចុះហើយបរិភោគពូជជនតែម្នាក់ឯងការបូជានឹងការគប់កំណប់ទ្របទុករបស់បុគ្គលនោះជាការសាបសូន្យពិតមនាលកោសយៈហេតុនេះខ្ញុំមកប្រាប់ឲ្យអ្នកឯងចេះឲ្យទានផងបរិភោគផងឡើងទៅកាន់ផ្លូវដ៏ប្រសើរផងបើបុគ្គលស៊ីតែម្នាក់ឯងមិនបានសុខទេកោសយៈសេដ្ឋីពោលថាចូលអង្គុយសិនចុះយើងនឹងឲ្យអ្នកបន្តិចចន្ទៈទេវបុត្រក៏អង្គុយចុះតាមបង្គាប់បន្ទាប់មកសុរិយៈទេវបុត្របានថ្លែងខ្លួនជាព្រានមកសួរសុំតាមន័យនោះដែរហើយពោលថាបុគ្គលណាបើភ្ញៀវអង្គុយចុះហើយមិនបរិភោគពូជជនតែម្នាក់ឯងការបូជានិងការកប់កំណប់រាប់ទុករបស់បុគ្គលនោះតែងមានតិចមនាលកោសយៈហេតុនោះខ្ញុំមកប្រាប់អ្នកឯងឲ្យទានផងបរិភោគផងឡើងកាន់ផ្លូវដ៏ប្រសើរផងបុគ្គលស៊ីតែម្នាក់ឯងមិនបានសុខទេបន្ទាប់មកមាលិតៈទេវបុត្រមកពោលថែមថាបុគ្គលណាបូជាស្រះទាំងអស់គឺស្ទឹងក្តីស្រះអោភរណីក្តីកំពុងឈ្មោះទូនក្តីឈ្មោះតាមរុក្ខក្តីស្ទឹងធំដែលមានខ្សែទឹកពោខ្មាញ់ក្តីឬបុគ្គលណាបើភ្ញៀវមកអង្គុយហើយមិនបរិភោគម្នាក់ឯងការបូជានិងការកប់កំណប់ទ្របទុករបស់ជននោះក្នុងទីមានស្ទឹងជាដើមរមែងមានទឹកកោឌិយសេដ្ឋីហេតុនោះខ្ញុំមកប្រាប់អ្នកឯងឲ្យទានផងបរិភោគផងឡើងទៅកាន់ផ្លូវដ៏ប្រសើរបុ
គលស៊ីតែម្នាក់ឯងមិនបានសុខទេលំដាប់នោះបញ្ចសិក្ខៈទេវបុត្រក៏មកពូលថែមទៀតថាបុគ្គលណាបើភ្ញៀវមកអង្គុយហើយបរិភោគម្នាក់ឯងបុគ្គលនោះតែងតែក្រលៀសលេបផ្លែសន្ទូចព្រមទាំងនុយដែលមានខ្សែវែងមនាលកោសយៈហេតុនោះខ្ញុំមកប្រាប់អ្នកឲ្យទានផងបរិភោគផងដើម្បីឡើងទៅកាន់ផ្លូវដ៏ប្រសើរផងបុគ្គលស៊ីតែម្នាក់ឯងមិនបានសុខទេសេដ្ឋីឮពាក្យទាំងនោះក៏ត្អូញត្អែដោយសេចក្តីទុក្ខព្រួយស្ទើរមិនដាច់ចិត្តនឹងឲ្យពូលថាដូច្នោះចូលអ្នកអង្គុយសិនចុះនឹងបានចំណែកបន្តិចដែរបញ្ចសិក្ខៈក៏អង្គុយតាមបង្គាប់កាលទេវបុត្រទាំង5អង្គចុះមកហើយសេដ្ឋីក៏ចម្អិនបាយ័សជាស្រេចទើបឲ្យព្រានទាំង5យកស្លឹកឈើមកខ្លួននឹងចែកម្នាក់បន្តិចឲ្យទេវបុត្រទាំងឡាយអង្គុយក្នុងទីនោះក៏លាដៃទៅឈោងបេះស្លឹកជ្រៃដ៏ធំពីព្រៃហេមពៀនមកឲ្យសេដ្ឋីប្រកែកថាស្លឹកនោះធំណាស់ខ្ញុំមិនឲ្យទេចូលបេះស្លឹកគគីមកវិញទេវបុត្រក៏បេះស្លឹកគគីមកឲ្យឯស្លឹកគគីនោះមួយសន្លឹកប៉ុនផែនក្តារសេដ្ឋីក៏បែងចែកបាយ័សមួយវែកដល់ទេវបុត្រទាំងនោះលុះឲ្យរួចហើយក៏កាន់យកឆ្នាំងបាយ័សមកអង្គុយបរិភោគតាស្មង្ខនេក្នុងគណៈនោះគួរអស្ចារ្យណាស់បញ្ចសិក្ខៈទេវបុត្រក៏និមិត្តខ្លួនជាឆ្កែហើយនោមច្រាស់មុខសេដ្ឋីនិងទេវបុត្រទាំង4នោះទើបរត់ទៅទេវបុត្រព្រានទាំងឡាយយកដៃខ្ទប់បាយ័សរបស់ខ្លួនឯសេដ្ឋីក៏ធ្វើតាមទុកជាសេដ្ឋីបិទក៏មិនចិត្តទឹកនោមឆ្កែនៅតែធ្លាក់មកត្រូវខ្នងដៃគាត់ដដែលសេដ្ឋីចង់លាងដៃក៏ពូលប្រាប់ថាអ្នកទាំងឡាយបើមើលឆ្នាំងបាយខ្ញុំផងទើបគាត់ចុះទៅកាន់ស្ទឹងលំដាប់នោះឆ្កែក៏មកនោមដាក់ឆ្នាំងបាយរបស់គាត់ទៀតសេដ្ឋីក្តៅណាស់កាន់ដំបងយ៉ាងធំស្ទុះដេញតាមឆ្កែនោះឆ្កែคลายខ្លួនខំប៉ុនសេះអាជានៃភ្លាមទើបស្ទុះមកខំសេដ្ឋីវិញសេដ្ឋីភ័យខ្លាចស្លាប់ក៏រត់មកឲ្យព្រានជួយតែឥតអំពើសោះព្រោះព្រាននោះគេហោះទៅស្ថិតនៅលើអាកាសវេហាឯណោះទើបសេដ្ឋីសួរថាអ្នកទាំងឡាយជាអ្វីលំដាប់នោះឥន្ទព្រានឆ្លើយថាព្រាននេះជាចន្ទៈទេវបុត្រនេះជាសុរិយៈទេវបុត្រនេះជាមាលតីទេវបុត្រខ្ញុំជាសកៈទេវរាជឆ្កែនេះជាបញ្ចសិក្ខៈទេវបុត្រយើងមកនេះមិនមែនប្រាថ្នាសុខបាយ័សអ្នកស៊ីទេតែអ្នកត្រូវជាញាតិនឹងយើងឥឡូវនេះអ្នកជាមនុស្សកំណាញ់ឯអ្នកកំណាញ់ទាំងឡាយតែងតែកើតក្នុងនរកអ្នកមិនកំណាញ់គេកើតតែឋានសួគ៌ឯណោះ
ដែលយើងមកនេះក៏ព្រោះតែមានសេចក្តីអនុគ្រោះចំពោះអ្នកទេតាសេដ្ឋីអណាស់គិតថាណោទេវបុត្រទាំងនេះគឺគេប្រាថ្នាប្រយោជន៍ដល់អញមកប្រាប់អញចេញពីនរកយកទៅដាក់នៅឋានសួគ៌ហើយទទួលនៅពរក្នុងសំណាក់ព្រះឥន្ទថាចាប់ពីពេលនេះទៅវត្ថុពាក់កណ្ដាលពីកម្ពូតបាយដែលខ្ញុំមិនឲ្យគ្មានទេសំបីទឹកមួយកំប៉ុងបើខ្ញុំបានហើយមិនឲ្យអ្នកដទៃក៏ខ្ញុំមិនផឹកដែរសកទេវរាជបានទូមានកោតយៈឲ្យមានសេចក្តីជ្រះថ្លាចំពោះទានផ្សេងហើយឲ្យនិច្ចសិលស្រេចទើបផុសទៅកាន់ទេវលោកជាមួយនឹងទេវបុត្រទាំងនោះវិញថ្លែងអំពីកោតយៈសិទ្ធិពេលត្រឡប់មកផ្ទះវិញបានជួបសុំព្រះរាជានុញ្ញាតចែកចាយទានដល់អ្នកស្មូមជាចកហើយបានធ្វើបណ្ណាសាលាមួយខ្នងជាចន្លោះនៃស្ទឹងពង្គីនិងជាតិស្រះនិងជីកស្រះនៅក្នុងព្រៃហេមពានប្រទេសចេញទៅបួសនៅក្នុងសំណាក់សាលានោះអស់កាលដ៏យូរលុះស្លាប់ទៅក៏បានទៅកើតជាឧបបាទិកៈទេវបុត្រដំណឹងក៏លេចលឺដល់សកទេវរាជទើបព្រះអង្គត្រាស់បង្គាប់ឲ្យមាលតីយកវេជយរថទៅទទួលឲ្យមកកាន់សំណាក់ព្រះអង្គហើយទ្រង់មានព្រះតីសមណោះណាស់បានព្រះរាជទានធីតាមួយអង្គព្រះនាមនាងហិរិទេវីឲ្យដល់ឧបបាលិកៈទេវបុត្រនោះគ្រឿងឥស្សរយុសមានប្រមាណមិនបានក៏កើតឡើងដល់ឧបបាលិកៈទេវបុត្រនោះឯង